តាមរយៈเพจផ្លូវការរបស់ក្រសួងការពារជាតិនៃប្រទេសកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានថាលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃប្រជាជាតិកម្ពុជាបានឲ្យដឹងថាក្រសួងការពារជាតិនៃប្រជាជាតិកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅវេលាម៉ោង 22:50 នាទីយប់ថ្ងៃទី26 ខែធ្នូឆ្នាំ2025នេះសហប្រធានកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មការព្រំដែនទូទៅកម្ពុជាថៃដែលយើងហៅកាត់ថា GBC ដែលដឹកនាំដោយលោកឧត្តមសេនីយ៍តូញ៉ែមបូរ៉ាដែនប្រធានក្រុមលេខាធិការកម្ពុជានិងនាយឧត្តមសេនីយ៍ណាត់ថាផុងប្រាកែវប្រធានក្រុមលេខាធិការថៃបានសម្រេចឯកភាពគ្នាលើខ្លឹមសារនៃសេចក្តីព្រមព្រៀងសេចក្តីប្រកាសរួមកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃដែលមានការចូលរួមសង្កេតការណ៍ពីក្រុមនៃអង្គការអាស៊ានដែលយើងហៅកាត់ថា AOT របស់កម្ពុជានិងថៃសូមគូបញ្ជាក់ផងដែរថាកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃធ្វើឡើងដើម្បីត្រៀមរៀបចំកិច្ចប្រជុំពិសេសលើកទី3គណៈកម្មាធិការព្រំដែនទូទៅកម្ពុជាថៃដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី27ខែធ្នូឆ្នាំ2025នេះគឺនៅថ្ងៃស្អែកនេះបាទតាមរយៈเพจក្រសួងការពារជាតិបានបង្ហាញថានឹងមានការប្រជុំម្ដងទៀតនៅថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលប្រព្រឹត្តទៅនៅថ្ងៃស្អែកនេះដោយឡែកងាកទៅមើលខាងកាសែតនៅឯប្រទេសថៃវិញមានដូចជាកាសែតកៅសោតអ៊ីងលីសរបស់ប្រទេសថៃរាយការណ៍ថាមានបទឈប់បាញ់គ្នារវាងកម្ពុជានិងថៃដែលនឹងចាប់ផ្ដើមនៅថ្ងៃទី27ធ្នូដែលមានការតាមដានអនុវត្តរយៈពេល72ម៉ោងរីឯទីភ្នាក់ងាររបស់សារព័ត៌មាន Reuters វិញក៏រាយការណ៍ថាលោកអនុទានបានមានប្រសាសន៍ថាប្រសិនបើរដ្ឋមន្ត្រីក្រសួងការពារជាតិអាចឈានដល់កិច្ចព្រមព្រៀងជាមួយសមភាគីកម្ពុជារបស់លោកគឺប្រទេសទាំងពីរនឹងធ្វើកិច្ចព្រមព្រៀងមួយស្របតាមកិច្ចព្រមព្រៀងពីមុនដែលបានសម្របសម្រួលដោយមានជំនួយពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បន្ទាប់ពីការប៉ះទង្គិចគ្នាមួយជុំមុនក្នុងខែកក្កដាលោកអនុទានឆាន់វរៈកុលបានប្រាប់នាយកព័ត៌មាននៅក្នុងទីក្រុងបាងកកដោយសំដៅទៅលើកិច្ចព្រមព្រៀងដែលអាចកើតមានឡើងអ្វីដែលសំខាន់គឺយើងទាំងពីរត្រូវតែរក្សាការសន្យាថាទាំងពីរនឹងមិនគំរាមកំហែងប្រមាថនិងញុះញង់ឡើងហើយដើម្បីកាត់បន្ថយអរិយភាពរវាងប្រទេសទាំងពីរទន្ទឹមគ្នានេះដែរនាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃរូបនេះក៏បានសម្ដែងក្តីសង្ឃឹមថាលើកនេះគឺជាលើកចុងក្រោយដែលត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងបែបនេះដើម្បីឲ្យមានសន្តិភាពនៅក្នុងតំបន់និងប្រជាជនអាចត្រឡប់ទៅផ្ទះសម្បែងវិញបាន